ជាដំបូងសូមជម្រាបសួរខ្ញុំបាទឈ្មោះសសភ័យគឺជាមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងហើយថ្ងៃនេះយើងបានសហការជាមួយនឹងក្រុមរថយន្តតន្ត្រីទិបនៃអង្គការសិល្បៈខ្មែរអមតៈបានមកធ្វើបទបង្ហាញអំពីតន្ត្រីបុរាណខ្មែរនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនព្រៃវែងពីព្រោះទីនេះគឺជាទីកន្លែងដែលបណ្ដុះបណ្ដាលគរុសិស្សដែលពួកគាត់មានចំណេះជំនាញក៏ដូចជានឹងទៅបង្ហាត់បន្តទៅដល់សិស្សានុសិស្សនៅតាមសាលារៀនដែលជាគោលដៅរបស់ពួកគាត់ហើយយើងនឹងបញ្ចែករំលែកអំពីចំណេះដឹងដែលពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈវប្បធម៌ជាពិសេសពាក់ព័ន្ធជាមួយនឹងឧបករណ៍ភ្លេងខ្មែរដែលមាននៅខាងក្រោយខ្ញុំស្រាប់នេះហើយយើងនឹងចែករំលែកទៅពួកគាត់ដើម្បីបណ្ដុះនូវផ្នែកគំនិតក៏ដូចជាក្តីស្រឡាញ់ចំពោះសិល្បៈវប្បធម៌ខ្មែរយើងសង្ឃឹមថាពួកគាត់នឹងអាចទទួលបានចំណេះដឹងទាំងអស់នេះនឹងតែចែករំលែកបន្តទៀតទៅដល់សិស្សានុសិស្សនៅតាមសាលារៀនដែលជាគោលដៅរបស់ពួកគាត់ជាចុងក្រោយខ្ញុំសំណូមពរទៅដល់យុវជនក៏ដូចជាសិស្សានុសិស្សនៅតាមសាលារៀនជាច្រើនទៀតយើងងាកមកគ្រប់គ្រងក៏ដូចជាលើកស្ទួយនៅសិល្បៈបុរាណខ្មែរជាជាងការគ្រប់គ្រងនៅសិល្បៈបរទេសពីព្រោះការចូលរួមថែរក្សានៅសិល្បៈវប្បធម៌ជាតិពុំមែនទៅជាទូនីតិរបស់មន្ទីរវប្បធម៌ក៏ដូចជាអង្គការសិល្បៈខ្មែរអមតៈឬក៏ជាអង្គការសិល្បៈដៃគូផ្សេងទៀតទេគឺជាការចូលរួមរបស់យើងទាំងអស់គ្នាដោយពាក្យស្លោកដែលគេនិយាយថាយុវជនដើម្បីវប្បធម៌ជាតិអញ្ចឹងយើងចូលរួមទាំងអស់គ្នាពីថ្ងៃនេះតទៅអរគុណចាជំរាបសួរនេះខ្ញុំឈ្មោះថនសៃម៉ាគឺជាអ្នកសម្របសម្រួលកម្មវិធីសិល្បៈនិងសហគមន៍និងជាសហស្ថាបនិករបស់រថយន្តតន្ត្រីទិបខ្មែរជាកម្មវិធីរបស់អង្គការសិល្បៈខ្មែរអមតៈហើយថ្ងៃនេះយើងបានសហការជាមួយនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងដើម្បីពំនាំនៅបទបង្ហាញតន្ត្រីដែលតន្ត្រីខ្មែរយើងមានជាច្រើនប្រភេទហើយវាគ្រាន់តែជាមួយចំនួនតែប៉ុណ្ណោះគោលដៅរបស់យើងគឺយើងនាំយកឧបករណ៍ភ្លេងតន្ត្រីខ្មែរយើងដែលកម្រមួយចំនួនធំដើម្បីជារៀងរាល់ខែគឺយើងរត់នៅជុំវិញស្រុកខ្មែរតែម្ដងគាត់ថាមួយខែពេលខ្លះយើងទៅ2ដងទៅ3ដងក៏ប៉ុន្តែគឺខុសទីតាំងគ្នាហើយគោលដៅធំរបស់យើងគឺមានតែយកឧបករណ៍ភ្លេងដើម្បីយកជូនទៅដល់សិស្សានុសិស្សឬលោកគ្រូអ្នកគ្រូដែលនៅក្នុងសាលាឬក៏នៅក្នុងសហគមន៍ដើម្បីឲ្យគាត់បានឃើញនិងបានស្ដាប់និងប៉ះផ្ទាល់នៅឧបករណ៍ភ្លេងបុរាណខ្មែរយើងមួយចំនួនខ្ញុំសូមជំរាបសួរផងដែរខ្ញុំបាទសុនសុភ័ក្រជាតន្ត្រីករដែលបានការអនុញ្ញាតនិងការអញ្ជើញចូលរួមពីបងស្រីថនសីមាដែលជាប្រធានផ្នែកដឹកនាំក្រុមរថយន្តតន្ត្រីទិបដើម្បីចោះជួយនិយាយរឿងបេសកកម្មក្នុងការផ្សព្វផ្សាយអំពីទម្រង់វប្បធម៌និងសិល្បៈផ្នែកដូរតន្ត្រីនិងឧបករណ៍តន្ត្រីមួយចំនួននៅតាមសហគមន៍តាមមូលដ្ឋានដែលនៅក្នុងប្រទេសកម្ពុជាយើងទាំងមូលហើយថ្ងៃនេះដែរក៏មានសេចក្តីសម្ដែងរីករាយផងដែរដែលបានការអនុញ្ញាតអំពីលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគនៅខេត្តព្រៃវែងដែលលោកបានអនុញ្ញាតឲ្យក្រុមរថយន្តតន្ត្រីទិបបានចូលរួមក្នុងការធ្វើបទបង្ហាញអំពីឧបករណ៍តន្ត្រីសម័យបច្ចុប្បន្ននិងសម័យបុរាណដែលមានវត្តមានហើយនឹងមានខ្លះក៏បាត់វត្តមានបានចូលរួមធ្វើការបទបង្ហាញនៅក្នុងមជ្ឈមណ្ឌលនៅក្នុងព្រឹត្តិការណ៍ខេត្តព្រៃវែងតែម្ដងអ្វីពីការធ្វើបទបង្ហាញនេះគឺពួកគាត់អាចស្គាល់អំពីទម្រង់ឧបករណ៍នីមួយឧបករណ៍ខ្លះដែលគាត់អាចស្គាល់ហើយតែក៏អត់ដឹងថាហៅឈ្មោះអ្វីឲ្យចំតែឧបករណ៍ខ្លះវាមានតែរូបនៅលើអញ្ចាំងរូបនៅលើ poster រូបនៅលើការផ្សព្វផ្សាយផ្សេងតែបាត់វត្តមានដូច្នេះហើយចំណេះដឹងដែលគាត់ទទួលបានពីការធ្វើបទបង្ហាញគាត់នឹងបានឃើញឧបករណ៍មួយចំនួនហ្នឹងគឺផ្ទាល់គាត់នឹងបានកាន់ផ្ទាល់ហើយគាត់នឹងបានស្គាល់ឈ្មោះផ្ទាល់ស្គាល់សម័យកាលណាដែលឧបករណ៍ហ្នឹងមានវត្តមានសម័យកាលណាដែលឧបករណ៍ហ្នឹងបានបាត់វត្តបច្ចុប្បន្ននេះគឺមិនថាជាការសនំពរឬក៏ជាការប្រាំផ្ញើទេសូមនិយាយរួមពាក់ព័ន្ធនឹងគ្រឹះស្ថានអប់រំមួយចំនួននៅក្នុងស្រុកខ្មែររបស់យើងនេះក្នុងប្រទេសរបស់យើងតែម្ដងឲ្យគាត់អាចមានជាកន្លែងសម្រាប់ផ្ដល់នៅពេលវេលាសម្រាប់ឲ្យលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលគាត់មានចំណេះជំនាញសិល្បៈមិនថានៅក្នុងក្របខ័ណ្ឌមិនថាក្រៅប្រព័ន្ធនេះទេគាត់អាចចូលរួមមកសហការជាមួយនឹងការផ្សព្វផ្សាយឬក៏បង្ហាត់បង្រៀនយុវជនដែលនៅក្នុងគ្រឹះស្ថានសិក្សាអប់រំរបស់យើងបានហើយជាពិសេសហ្នឹងគឺស្ទាប់យុវជនទាំងអស់ហ្នឹងមិនថាមហាជនខាងក្រៅមិនថាអ្នកសិក្សារៀនសូត្រទេសូមហាក់បីដូចថាសូមឲ្យគាត់ជួយថែឬក៏ឲ្យគាត់ឲ្យយល់ដឹងពីផ្នែកសិល្បៈនឹងឲ្យបានច្រើនពីព្រោះនេះគឺជាមូលដ្ឋានគ្រឹះនៃអរិយធម៌វប្បធម៌របស់យើងធម្មតាមនុស្សដែលមានសិល្បៈនៅក្នុងខ្លួនគឺការរស់នៅប្រកបដោយឆន្ទៈប្រកបដោយសិល្បៈក្នុងការរស់នៅសិល្បៈក្នុងការប្រស្រ័យទាក់ទងសិល្បៈក្នុងការដឹកនាំការងារសិល្បៈក្នុងការ
luôn nơi không giả cùng chẳng hái đại miền sẽ là bạn luôn mình tha tặng phần này trầm riêng mình tha phần này được băm mình tha tặng phần này đồ đàn tây thế sập bằng cứ dương phân phải từ lứa sẽ là bạn đi được nè chẳng hái xong mai quạt nó cứ phải đẹp thay là xá bị vọt mấy cái đó tay nơi không nơi ở với đá đồn ta ba mà sao tụi ai còn ai hụt biết còn ai thôi biết chẳng hái nơi còn đa lời chia còn đa cứ lo sầm rạp dương được ngon nè trên tập 4 trong sông cột chân đẹp xuống nhung ba chia cửu sớ nên đồng nào ăn cửu sớ nên chạm mặt đó cửu sớ không thiệt khai tây về ngàyนี้จะนับอารมณ์บักย่อมจมปัวกามาบังหานจมูกอุปกรณ์เพลงขมายนั่งยังมีอารมณ์ท่าสบายนั่งรำเพลิดเพลินเหมือนแต่ได้ซาตายอุปกรณ์เพลงขมายมูจำนวนนั่งคือกรูเซอร์หรือก็ยำตัวนั่นคืออัศดายสกอตเตจากไงนี้เราครูกอดปานมาบังหานจมูกอุปกรณ์เพลงขมายนั่งถอยปุ๋ยยื่นมันโยนดังอัมพีอุปกรณ์เพลงขมายยื่นจิตราเอิญมีจานใบเหมือนแต่อุปกรณ์เพลงขมายได้เยอะมันสกอตจากไงนี้ช่วงปัจจุบันคนต่อดาวลูกครูเหมือนแต่แบบมันบังการจมูกนังกาบังหานจมูกนังเพลงขมายนี่มาดังใบเอาพวกยำจ่ายเชียถ้าเชียกลมรู้มุ่ยได้ดังไอ้ตัวใจตรงไหนตอนกมาจำนวนคอยพองได้กอดโยนดังอัมพีอุปกรณ์เพลงขมายหนึ่งมันไทม์เตียดน้ำมวยยังกระทาโดยสารแต่ยืงคือจีโกนขมายโดยที่นั่นยืงตัวแต่โยนดังอัมพีอุปกรณ์เพลงขมายนั่นมันเฉลิมโดยสารแต่ยังเคยกับปัจจุบันนั่นคือกำปองแต่ประกวดไปแจ้งคางวอปทอนั่งของนายจังเต้ยืงดังจะมาหอมปีน้ำมวยนั่นจีวอปทอบ่อยยืงนำใบยืงช่วยกาปีนึงไทยโดยสารวอปทอบ่อยยืงแบบมันกงวงจังจีจงก้าวเข้มส้มกรบออกคนคลางเหมือนแต่ตัดดาวลูกครูก็โดยจีเนี่ยครูแบบมันเรียบจำจมูกนั่งการพูดออกบางทางแต่ตอนจมูกนั่งเพลงขมายนั่งนำใบเอาพวกขยมในจีกรูซะลูกครูเนี่ยครูกอดบานศึกษาแต่งโยนมันโยนดังการแต่ชราอมตีเพลงขมายนั่งหลบเรียบตาปลาเพลงขมายก็โดยจีทั่วอุปกรณ์เพลงขมายต่างอ่อนนี่สมออกคนสำหรับย่อมคือย่อมสบายดีๆมันได้ให้ย่อมมือกระรุงเพิ่มได้นำไปได้ก่อนบ้านมาใช้องค์แรกปีระเบียบปีอุปกรณ์เพลงอย่างปีดนตรีเซ็งให้จิบแซ่อุปกรณ์ดนตรีนั่นคือสตาอุปกรณ์ดนตรีระบบประเพณีขมายยังได้ไปดองให้จังเสือกดบ้านสกอร์กดบ้านเคยสอบเนี่ยปีมนม้ากดบ้านเรียนไปกดเรียนอัดกลุ่มอุปกรณ์จังได้ดับไปไงนั้นกดบ้านเรียนอุปกรณ์เซ็งกดบ้านสกอร์กดบ้านเคยให้กดบ้านคาราคูเพลงกดบ้านประกอบไอเมอร์มองจังกดดังปีดนตรีในมวยจังดังสำเร็จจังโซ่จังแต่งจังหวะจังกันนะเพราะฉะนั้นย่อมมีอารมณ์ท่าสบายดีมันแต่ให้บริษัทจะกดเรียนแล้วขอเจ็ดย่อมนักสมาคมดำไปโชว์รวมมวยผู้กดจังกันนะแบบยงกันโดยชีในผู้ได้คือมีอารมณ์ท่ามีสบายดีจะสบายดีได้ทางผู้กดบ้านมาช่วยใจรุนแรงก็โดยชีบางห้างในสลับปะประเพณีบ่อยเยอะมีแต่อุปกรณ์เพลงมีแต่การแสดงจุ่มนี่อาจารย์จังเพื่อไอ้เสิร์ฟต่างๆคือวันอันโยนดังปีอุปกรณ์เพลงก็โดยเฉพาะบัดเพลงเสิร์ฟปะบ่อยเยอะของแดงจ้ะออกกำลัง